បាទជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំដល់គុណកែលោកបីដែលក្តីគោរពសូមនមស្ការគុណចាស់ទាំងពីរព្រះអង្គគុណចាស់រដ្ឋធម្មោជាកំសាន្តជាព្រះចៅអធិការវត្តមនីរតនារាមនៃខេត្តពោធិ៍សាត់និងព្រះអង្គគ្រូបរិវត្តបញ្ញោមួយប្រុសថ្ងៃនេះកម្មវិធីនៅខេត្តតាកែវនៅកពតគ្រូច្រឡំតាកែវបាទជាកម្មវិធីនៅខេត្តកពតអញ្ចឹងដោយសារការវេលាមិនទាន់ដល់ហើយក៏ម្ចាស់ផ្ទះសូមចង់សំណេះសំណាលជាមួយនឹងលោកគ្រូព្រមទាំងព្រះអង្គគ្រូមុនការវេលាអញ្ចឹងក៏សូមក្រុមជួយពងទូចមានប្រសាសន៍ហើយចឹងហើយម៉ែនឹងមានកិច្ចអីជាមួយលោកគ្រូដែរអត់ទេបើមានសូមអញ្ជើញចូលឲ្យចិត្តបាទទាំងម៉ែខ្ញុំទាំងម៉ែគេហ្នឹងមានកិច្ចជាមួយលោកគ្រូដែរទេគេនេះបាទអញ្ចឹងអញ្ជើញចឹងបងទូចសូមគ្រប់អញ្ជើញមានប្រសាសន៍ជាដំបូងខ្ញុំកណាសូមគ្រប់គុណកែវទាំង3ដោយសេចក្តីជ្រះថ្លាហើយក៏សូមគ្រប់ព្រះអង្គគ្រូទាំងពីរព្រះអង្គហើយម្យ៉ាងទៀតក៏សូមគ្រប់លោកគ្រូហើយបងម៉ាក់យាយហើយនិងបងរួមទាំងក្រុមការងារទាំងអស់គ្នាថ្ងៃនេះទុកថាជាមង្គលដ៏ឧត្តមមួយបានអញ្ជើញព្រះអង្គគ្រូហើយនិងលោកគ្រូបានចូលរួមក្នុងកម្មវិធីចេតនានៃការចង់អញ្ជើញលោកគ្រូមកជាការគោរពដឹងគុណដែលបានសិក្សាព្រះធម៌តាមរយៈលោកគ្រូប្រហែលជាដើមឆ្នាំកណ្ដាលឆ្នាំ2019បានស្ដាប់ធម៌លោកគ្រូបដាហើយក៏បានរៀនអភិធម្មបានខ្លះតែដោយសារមួយរយៈក្រោយនេះដូចវាកិលេសនឹងគ្រប់សកត់ទៅដូចខានបានរៀនបន្តចឹងអត់មានអីទេជាការគោរពដឹងគុណលោកគ្រូថាថ្ងៃមុនបងពេទ្យគាត់ថាអ្នកដែលមានទុកខ្លាំងរៀនធម៌អត់សូវចូលតែខ្ញុំចំណែកខ្ញុំកណាអត់បានមានទុកអីខ្លាំងជាដុំកពួនទេពីដំបូងឡើយខ្ញុំណាដើមឆ្នាំ2019ហ្នឹងគាត់ថាមិនជាបញ្ហាគ្រួសារក៏មិនមានធំដុំដែរគាត់ឆ្លោះគ្នាតិចតួចហើយបើផឹកវិញខ្ញុំណាផឹកម៉ោង3អីដល់ម៉ោង10អីចឹងដែរខ្លាំងដែរបង2016ចាប់ផ្ដើមគេថាពេលដែលយើងមិនធូរធាអីទេ2016ហ្នឹងគាត់ថាចាប់ផ្ដើមរកស៊ីតិចតួចដំបូងហ្នឹងយ៉ាងដូចឡើងបន្តិចចឹងចាប់ផ្ដើមភ្លេចខ្លួនសបាយគឺថាឲ្យតែម៉ោង3ឡានដល់ផ្ទះដាក់តាំងពីម៉ោង3 4ហ្នឹងរហូតដល់7 8 9 10យប់ចឹងទៅហើយវាក៏អត់មានខូចចិត្តអីដែរប៉ុន្តែដល់ពេលយូរទៅវារៀងធុញអាដែលហ្នឹងក៏រៀងធុញដល់ឆ្នាំ2019ហ្នឹងបានស្ដាប់ធម៌ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ធម្មតាដូចគេទៅឯងស្ដាប់រឿងស្ដាប់អីចឹងស្ដាប់តាមរយៈព្រះអង្គគ្រូផុនភក្តីស្ដាប់លោកផាជា6 7ខែរយៈពេល6 7ខែហ្នឹងក៏ធម្មតាផឹកធម្មតាអីធម្មតាប៉ុន្តែយើងអត់អាចលះអីបានទេតែពេលស្ដាប់6ខែគឺថាស្ដាប់មែនទែនគាត់ថាអស់វីដេអូស្ដាប់វីដេអូព្រះអង្គគ្រូអស់ឲ្យស្ដាប់អញ្ចឹងចេះសើចមើលមានអីផ្សេងអត់វាដែលពេកដល់បានស្ដាប់ព្រះអង្គម្ចាស់វចរៈបញ្ញោសានសជារៀងដូចប្លែកដូចខុសគេពេលដែលចាប់ដើមខុសគេអញ្ចឹងចេះស្ដាប់យល់ខ្លះចាប់ដើមយល់ខ្លះដល់ពេលចុងឆ្នាំ2019
trong năm pi pon đập 9 khỏi bị nhom đập vào mùi khai đang máu nhục lục hữu quật video ná có con vậy trong video tha oi hiện đập về chập đam năm pi pon và phây nó chập đam hiện nó có chia mình sâu vô cho bài đấy à tập bộ hạt cắt khẹt đã bồng pe thai đó chưa thôi ắt chết thôi tay đọc về nhom nà trẻ la khăng để nhom nà ai chụp phật ban chụp chuồn mon chụp ấy nắng chuồn mon bàn tay ắt khăng để bồng pe đây tàu mùi cây mùi ai tính tôi cho ru mùi bong tay đọc về nhom nà hiện đó là hay tất cả vì bạn đọc bồng bầy đó là vì hay tất cả vì bạn hay tất cả chất đọc bồng bấy có sao vì bạn chất đọc hẻm lại nó trong nào vô chấp ba món bây giờ hiện bây đó lại nó là bây từ 4 đứa cha vào đó mày ta đọc bây chắc hậu nhiên cả lớn bây là say rồi 2 tầm án giang 2 buôn giang miền chắc hậu và sát nó là o miền rụp mà căn cả luồng chắc hậu ấy nắng đọc bây giờ bà cha na đâu ô mền chấp ba món đọc bây đó lại nó được bây tệ mà cao lang về sai lắm nhưng mà thao chụp phật chụp chuồn mon pan chập đào để xa sal là sal pi từ 4 cứ tham mọt chặt lò tại mà dạ hỏi nè hiện đây scom để ăn sau thầu chân admin chân này đây scom khăn đắp được phụ hiện chủ đấy là mơ hướng sự công khai tấu mà dạ hỏi nè hướng sự công về wall mau nhảy tới bây giờ chập đam ta mà hướng sự công đó nhưng đôi hiện thua rồi bây giờ tao sáu chập đam scom ở trên này hay admin ấy thế còn là trong trường hiệp lục cụ tha con lục cụ để bàn do thọ bật do mà chạy sầm rạp nè để mình bạn đi say chẳng miền tại pan nắng này và mưa sông chụp nào vào ram bao nè miền tí chứ mình ở miền trên chụp nào vào ram tí mưa mày đa bị môn hay đừng cào lại mày đa miền đây nhom xong chấm hiệp số lục cừu đại xa ấy tăng pi câu ban châu bát thọ lục cừu máu nhom miền là róm tha sa bao nông chật pi muốn câu nhom một bàn này từ anh tịch gọt bàn này chẳng câu chlu kia nó chlu pe đọc pe bài chi này say là bọc câu nhá bàn tiền hờ lục cừu khơi đòn trắng cừu xa tăng pi bia bàn sẽ đạp thò lục cừu màu miền róm thaอย่างđôi tha mà đai bọc miền róm thaสบายจัดá cắt bát thoiยังไงcắt bát thoi chẳng miền rómสบายจัดmiền tên đại bàn câu sài vô thờ bát thò lục cừu khơiแต่chẳng nhom cà ná cô bát thoi tam câu đài lời nắng đôi tha phiệp chưa chẹt khăng pi môn màu đôi tha sấy nắng nhom cô cắt bát thoi tam đằng đại chẳng nhom sọp ngày đi nhom miền xây cái đây sọp khăng ná đôi xa tha câu nhom video thò đào video thòเขาnông lẹ cái nạ khu xá về tay bạc cách đào về chẳng video thò dương chi mà đại dương ồ dương rùm phơ tụ bay tha câu nở bàn thơ bon oi mình bàn thơ bon oi cô nhom rùm phơ đại đôi xa ấy câu về đôi thả bằng pin bàn là ồ chấm pui mày ở đây bà buôn việc của việc cắt thôi tụi bay tha bà buôn nó ngày nhắm mà nhớ mấy cô câu nhom ở đây là giờ tôi bay chỉ mùi bà buôn đây chẳng nhom cái nào miền ấy thì miền ta phần năng đấy bà chẳng xong giúp bò bà pun xong thích rồi ta mà chơi cười chết tiếng đời bà pun này mày xui mình pun này của bà pun mà bà mày đai ban vào đây chụp phật chụp chuồn mòn chẳng mày đai nông niên gì bà pun đây của đái vậy ở đây chụp chuồn mòn chụp phật ra nó đái thì chẳng mạch bạt xong mình nhập bò cha là cô tăng pi đây chụp phật ra hay nâng chụp chuồn mòn máu tăng pi nước máu đại chụp kia tê
ហើយដល់ពេលខ្ញុំជាប្រពន្ធនេះក៏មានអារម្មណ៍ថាសប្បាយចិត្តដែរមិនដូចពីមុនប៉ះមិនបានសូម្បីតែតាក់សម្ដីគ្នាបន្តិចក៏អត់បានដែរដល់ពេលតាំងពីនងមកតាំងពីនងមកក្នុងគ្រួសារដូចមានសុភមង្គលអញ្ចឹងណាលោកគ្រូហើយដល់ពេលឃើញប្តីបានយល់ធម៌ទៅប្តីកែប្រែចឹងទៅក្នុងនាមយើងជាប្រពន្ធហ្នឹងចង់សិក្សាដែរឬមួយក៏យ៉ាងម៉េចអរេទៅគាត់និយាយឥឡូវហ្នឹងនេះដែររៀងចង់រៀនខាងធម៌ហ្នឹងដែរប៉ុន្តែទាំងកាត់បន្ថយអាខាងជប់ជុំហ្នឹងតិចសិនកាត់បន្ថយគេជួបជុំជប់ជុំមិត្តភក្តិជប់ជុំអញ្ចឹងប្រពន្ធនៅផឹកប្រពន្ធហ្នឹងប្រពន្ធផឹកដែលឮបទចម្រៀងណយវណេតមួយច្រៀងពីមុនប្តីផឹកដល់ពេលឥឡូវដល់ប្រពន្ធឈប់ទៅជាប្តីផឹកម្ដងគ្រូតែដូចបទតលាវាយកោអញ្ចឹងហ៎បទហ្នឹងព្រោះតាអញ្ចឹងឥឡូវហ្នឹងនៅមួយថ្ងៃអស់ប្រហែលកំប៉ុងដែរបងអានេះយូរផឹកម្ដងហើយដល់កាត់បន្ថយជាងមុនបើប្តីគាត់ឈប់ផឹកហ្មងឬមួយក៏មិនប្តីឈប់ហ្មង5-6ឆ្នាំហើយឈប់ 100% ហ្មងចាចុះដល់ពេលបងស្រីដែលហូបហ្នឹងហូបយូរជាមួយប្តីមកហើយឬទៅពេលប្តីឈប់ហ្នឹងទេខ្ញុំយូរដែរហើយហ្នឹងយូរដែរហ្នឹងហើយចង់និយាយថារាល់ថ្ងៃហ្នឹងចង់ឈប់ដែរតែឈប់អត់បានដល់ដឹងថាមិនដល់ពេលឈប់ដូចថាធ្លាប់ដូចថាមិត្តភក្តិអីចេះតែបបួលអញ្ចឹងបកាយគេដែរដល់ពេលបកាយមិនបានទៅទៀតចុះមិនបានប្តីឈប់បានមានឆ្ងល់ទេប្តីរៀននេះណារៀនធម៌មួយលោកគ្រូរៀនអីបាទហើយយើងពេលដែលប្តីនៅផឹកស្រាប្តីនៅជួលមន់យើងពិបាកដល់ពេលប្តីឈប់យើងស្រួលក្នុងចិត្តចាអញ្ចឹងចិត្តយើងពិបាកមិនពេលប្តីផឹកយើងដឹងហើយមិនអញ្ចឹងហើយចុះឥឡូវទីទៀតប្តីលែងផឹកប្តីចិត្តប្តីពិបាកមិនពេលប្រពន្ធផឹកម្ដងតែពិបាកខុសគ្នាណាខ្ញុំសូមជំរាបចេះពេលដែលកាលពីបងអត់មានបងដឹងតែអត់បានសិក្សាវធហើយចាពេលដែលឃើញប្តីផឹកឃើញប្តីជុលមន់ហ្នឹងទំហំចិត្តនៃការខឹងរបស់បងហ្នឹងគឺខ្លាំងយល់ទេអញ្ចឹងធ្ងន់ចាតែឥឡូវប្តីគេបានសិក្សាធម៌គេលះទាំងលបែងលះទាំងស្រាអញ្ចឹងពេលដែលបងឯងផឹកម្ដងប្តីអាចនឹងអន់ចិត្តដែរតែអត់ដូចបងឯងខឹងគាត់ទេព្រោះគេមានធម៌ជាទីពឹងអញ្ចឹងណាបងហើយចឹងហើយក៏ចង់ជម្រាបបងថាណាថាធម៌នឹងល្អបើមិនជឿសាករៀនទៅអញ្ចឹងណាហើយបើមិនរៀនមួយប្តីបើមិនរៀនមួយប្តីមិនដឹងថារៀនមួយពីណាទេព្រោះប្តីនៅក្បែរយើងខ្ញុំព្យាយាមរៀនដែរតែដូចរៀនអត់ចូលរវល់តែការងារផ្ទះផងអីផងអញ្ចឹងអត់មានពេលរៀនអញ្ចឹងណាមកដល់ផ្ទះវិញរវល់ទៅយកតែពេលកេះកំប៉ុងមានអូខេណាកេះកំប៉ុងម្ដងមិនមែនលើកដាច់ភ្លាមទេអាហ្នឹងនៅតែជែកទៀតងាប់ដាច់យូរទី1យើងតាមពិតទៅអាហ្នឹងជាលេសទេដែលយើងថាអត់ពេលហ្នឹងណាចាទី1ពេលនិយាយដើមគេក៏មានពេលលេង TikTok ក៏មានពេលផាប់ក៏មានជាពិសេសអាពេលបើយើងទៅសាឡនទៀតម៉ោងសាឡនយើងទៅបាន1ម៉ោង2ម៉ោងអីចឹងណាអញ្ចឹងតាមអធិស្ស្រ័យចោះក៏ប៉ុន្តែគាត់ថាមិនគួររំលងទេនៅពេលដែលមានប្តីយល់ធម៌ហើយនៅក្បែរខ្លួននឹងប្រៀបបានដូចជាឃ្លាំងដែរអញ្ចឹងយើងខុសត្រូវយើងសួរគាត់ទៅទូទៅជីវិតប្តីប្រពន្ធខ្លះដូចមិនសូវត្រូវគ្នាហ្មងឆាំងប្រពន្ធសួរមិនចង់ប្រាប់អីចឹងណាចឹងកាច់កង់គ្នាចាបាទហ្នឹងគឺអ្វីដែលខ្ញុំសម្គាល់មើលហើយអញ្ចឹងហើយព្យាយាមសិក្សាទៅហើយបើសិនបើអត់ពេលខ្ញុំប្រាប់ថារៀនពេលណាក្រោកពីដំណេកហ្នឹង15នាទីឬក៏កន្លះម៉ោងទៅហើយមុនគេហ្នឹង15នាទីឬកន្លះម៉ោងទៅឆ្លៀតពេលហ្នឹងណាខ្ញុំយល់ថារវល់យ៉ាងណាយើងជាស្រីកូនផងការងារផ្ទះផងខ្លួនឯងផងខ្ញុំដឹងណាហ្នឹងហើយអញ្ចឹងក៏សូមអធិស្ឋានអ្នកម្ដាយខន្តីហើយ
chẳng cứ miền tại sắc xa nơi bị thò năng tì chẳng á ចា hay mùi tiết của nhóm trong chai chùm lên môn nông bậc cô chu nục cru nâng côn mì cha trong chai đây tới bóng tôi tịch bong sắc xa môn nắng đôi chè lưu tha hiện là hay tất cả chất đậm vậy đài chẳng á បាទ bà đôi chè sẽ bạc lại nâng cua xóm cô bàn tay nhóm trong hiểm xua bong tha về đại chua bát tê chia cầm phong miền pa nhà hà tới chật nâng khăn trơn mà nè បាទខឹងច្រើន chẳng bong đăng thế tha ở vậy đây cầm phong một con nè lấy nâng khơi nhỉ ឃើញ lư ấy ឮ tô xạ ca đấy កើត lấy nắng ạ ឡូវហ្នឹងអត់ nếu mà lấy tô xạ cát lên dây một chẳng khơi lư cái tô xạ ca thì thấy cho anh lúc khơi đai lư đai mấy bạn tô xạ ca អត់ដឹងមិនដែរអាពេលហ្នឹង anh là ngay đã trời sạc xa bật thèm lấy ní khơi như rúp sầm lấy đai chỉ ti bật na thấy nhé បាទ chẳng tới tô xạ trên là sạc nó bị lột một đột chất ở tô xạ một là chất ca thì chẳng đạp về những khơi như rúp đưa cái sầm lấy mình để tìm nam mình chẳng chứ chẳng kia mình khơi mình lư mà đấy đó là ở bật na tới sập phê vẽ tô xạ nó kia tranh màu thằng này nhé chẳng lại đăng hai bao bia chẳng ai mình để tục chật mọi kháng ấy nè cứ ở đằng thà hai đấy bạn chật đăng tô xạ cát lấy ní mình tô xạ mình cát khơi đôi kia lư đôi kia sầm lấy đôi kia ta rúp đôi kia ta khai nhé nàng ấy chẳng được nó rồi miền cọp đòi bánh nhát đừng bò ra mặt được không nàng chẳng á chẳng lương thực chất ở riêng và tham tiệt hay môn mấy đứa khơi miền côn không mê mũi can sập hơi nó côn không mê nó còn ban sạc xa đây mà đấy កូនគ្រូកូន côn mà cá à បាទ ồ ban can sập hơi chiêng mai đứa có mai can chờ nhiều côn này mai ai đấy ai chơi ấy ai phải tranh tịch bàn đấy កូនអាប្រុសអាចសូត្រអាចិត្តសឹកបានខ្លះ ហ្នឹងហើយ ដឹងតំណើ là hà đấy côn cho côn sấy ní កូនស្រីអត់តាន់ចេះទេកូន chẳng à ở miền là hàn phải tranh nhanh tí chứ đấy ដើរទៅបាត់ទៅខ្ញុំ nàng à កូនហៅបងណាក់ទៅកូនជាស្រ័យដូចតោស័កហ្នឹងក៏ចង់សួរគ្រូមួយដែរខ្ញុំឲ្យកូនប្រុសហ្នឹងចឹងហ្មងពេលដែលខ្ញុំបរៀនគាត់រយៈពេល5ឆ្នាំដែលខ្ញុំជប់ផឹកហ្នឹងខ្ញុំមានពេលបរៀនគាត់ប៉ុន្តែដឹងថាតោស័កកើតតែនៅមិនអាចគ្រប់គ្រងខ្លួនឯងបានចិត្តតែខឹងគាត់រហូត chẳng miền ក្តីក៏គឺហេតុណានីមួយដែលមិនល្អនោះទេក៏កើតឡើងដោយហេតុល្អគឺមានសទ្ធាខាងដើមប្រពចំពោះការជ្រះថ្លានៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធមួយចំណែកគឺបានសាច់គប់ត្រូវបើមានលោកគ្រូជាមូលនៅក្នុងទីនេះបើមិនមានការសិក្សាត្រូវការស្ដាប់ត្រូវទេមិនអាចលះបង់បានទេមែនទេបងគឺសំខាន់គឺការសាប់គប់ត្រូវពេលដែលស្ដាប់បើមានប្រសាសន៍អញ្ចឹងទៅអាត្មានឹកឃើញក្នុងរឿងព្រះអង្គុលិមាលដែលនិយាយអំពីប្រវត្តិលោកហ្នឹងលោកសាងអំពើបាបច្រើនអំពើបាបសម្រាប់មនុស្សកាត់ម្រាមដៃធ្វើជាកម្រងផ្កាប៉ុន្តែពេលដែលបានជួបព្រះសម្មាសម្ពុទ្ធស្ដាប់ធម៌ព្រះអង្គអញ្ចឹងទៅក៏បានដាក់អាជ្ញាចុះទម្លាក់ចឹងបាននៅក្នុងរឿងអង្គុលិមាលហ្នឹងអង្គុលិមាលដែលឃើញព្រះសម្មាសម្ពុទ្ធក្នុងសម័យកាលដែលព្រះអង្គនិមន្តទៅក្នុងព្រៃហ្នឹងឃើញសួរព្រះអង្គដេញតាមបើកាន់ដាវកវីដេញតាមព្រះបើពិតព្រះសមណៈឈប់ណាឈប់បានព្រះអង្គសម្ដែងថាម្នាក់អង្គុលិមាលតថាគាត់ឈប់ហើយនៅឡើយតែអ្នកទេដែលមិនតន់ឈប់ឃើញទេបងណានៅឡើយតែអ្នកទេមិនតន់ឈប់ហេតុអីក៏ព្រះអង្គពោលថាខ្ញុំព្រះអង្គនឹងមិនតន់ឈប់ព្រោះខ្ញុំព្រះអង្គពងដេញតាមនោះឃើញទេញោមណាកំពុងដេញតាមអញ្ចឹងបានព្រះអង្គសម្ដែងថាតថាគាត់ឈប់នឹងគឺដាក់អាជ្ញានៅក្នុងអំពើបាបទាំងឡាយនឹងឯងអាជ្ញាចុះអញ្ចឹងបានស្ដាប់ព្រះអង្គអញ្ចឹងទៅជ្រះថ្លាដាក់ចុះប្រឡែងប្រព្រឹត្តទង្វើបាបនឹងទៀតដាក់អាជ្ញាចុះបោះចោលនៅដាវកបិតអាវុធចោលទាំងអស់ចាប់យកពធនឹងឯងព្រោះជាទីពឹងទីរលឹកសម្រាប់ជីវិតអញ្ចឹងបាននៅក្នុងបៃដកលោកពោលថាបុគ្គលណាប្រមាថក្នុងការមុនហើយ
ហើយមិនប្រមាថក្នុងការជាខាងក្រោយណាបុគ្គលនោះរមែងយ៉ាងលោកនេះឲ្យរុងរឿងដូចប្រច័នរួចផុតស្រឡះចាក់ពពកអត់ងងឹតអត់អីទៀតទេទូយ៉ាងដូចបងប្រុសអញ្ចឹងពេលដែលបានយល់ធម៌ហ្នឹងហាក់បីដូចជាស្រឡះចេញពីភាពងងឹតគឺអវិជ្ជាពីមុនមែនទេដែលធ្លាប់តែប្រព្រឹត្តនៅអបាយមុខណានីមួយអីចឹងទៅពេលដែលបានយល់ធម៌ហ្នឹងហាក់បីដូចជាបានផុតចាក់ពពកឬក៏នៅក្នុងធម៌ថាផុតចាកនៅភាពងងឹតគឺអវិជ្ជានឹងឯងបានឃើញនៅវិជ្ជាដោយការស្ដាប់ការសិក្សានៅពធដែលត្រឹមត្រូវប្រតិបត្តិមកអញ្ចឹងទៅក៏លះបង់នៅហិង្សាផ្សេងឧទាហរណ៍ថាដូចញោមស្រីលើកឡើងថាធ្លាប់ហិង្សាដាក់ប្រពន្ធអីចឹងទៅពេលស្ដាប់ធម៌យល់ទៅលាក់ចុះឃើញទេអញ្ចឹងបានធម៌របស់ព្រះសម្មាសម្ពុទ្ធនេះមានលក្ខណៈពិសេសដែលអាចឲ្យសត្វលោកហ្នឹងអាចយកមកប្រតិបត្តិមានប្រសិទ្ធភាពក្នុងចិត្តបាននៅពេលណាដែលយើងមានសទ្ធាគឺបានផលមែនអញ្ចឹងណាញោមហើយជាក់ស្ដែងអញ្ចឹងឥឡូវក្នុងជីវិតជាក់ស្ដែងរបស់បងប្រុសអញ្ចឹងស្ដាប់យល់ជ្រះថ្លាលះបង់ឯងហើយសួរថាពីណាអ្នកឲ្យលះបង់ថាអត់មានទេសេចក្តីជ្រះថ្លាសទ្ធាក្នុងចិត្តហ្នឹងចូលទៅព្រមដោយបញ្ញាហ្នឹងចូលទៅកាត់ផ្ដាច់នៅរឿងមិនល្អនឹងចេញបាត់ស្រឡះថេថ្ងៃនេះអញ្ជើញលោកគ្រូមកតែម្ដងឃើញទេហើយការអញ្ជើញមកដោយសារសទ្ធាបើមានសទ្ធាអញ្ជើញមកបានទេអត់ទេណាបងប្រុសនៅប្រព្រឹត្តនៅអំពើពីមុនមកមួយថ្ងៃមួយកេះមួយថ្ងៃពីរកេះឧទាហរណ៍ជាក់ហ្នឹងហ៎អញ្ចឹងមិនងាយទេងាយបានមានឧបនិស្ស័យចង់ស្ដាប់ធម៌អញ្ចឹងទេអញ្ចឹងបាននៅក្នុងសម័យពុទ្ធកាលឯបុគ្គលដែលជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងគឺចង់ស្ដាប់ធម៌ចង់ស្ដាប់ធម៌ព្រះអង្គនឹងចង់ឃើញសមណៈចង់ធ្វើនៅធម្មសាកិច្ឆាតោះណាញោមព្រោះហ្នឹងគឺសំខាន់មែនទែនសម្រាប់ជីវិតរបស់យើងគ្រប់គ្នាអញ្ចឹងបានធម៌របស់ព្រះសម្មាសម្ពុទ្ធនេះគឺមានលំអមានលក្ខណៈពិសេសដែលអាចឲ្យយើងស្ដាប់ឲ្យយល់អញ្ចឹងបានស្មារតីសេចក្តីចូលទៅបន្តិចក្នុងចំណែកនៃធម៌ហើយនឹងដំណើរនៃជីវិតដែលយើងត្រូវរស់នៅចំពោះការមានធម៌ហ្នឹងសំខាន់យ៉ាងណាតោះណាញោមអញ្ចឹងបានកន្លែងខ្លះព្រះអង្គសម្ដែងអំពីសត្វលោកដែលរស់នៅក្នុងភពនេះឯងរមែងតែរីករាយពេញចិត្តនៅក្នុងកាមសុខហើយរីករាយនៅក្នុងភពដែលយើងកំពុងកើតហ្នឹងញោមហើយលោកអប្រៀបដូចជាអ្នកដែលកំពុងតែធ្វើការព្យាបាលរោគឲ្យជាហើយរោគហ្នឹងក៏ជាសះស្បើយទៅក៏បានថាគិតសន្មតហ្នឹងជីវិតហ្នឹងសុខហើយប៉ុន្តែសត្វលោកអត់ទាន់បានដឹងអំពីការដែលជារោគពិតប្រកបគឺសេចក្តីសុខពិតប្រកបហ្នឹងអត់ទាន់ដឹងកន្លែងហ្នឹងដឹងថាបើឈឺហ្នឹងព្យាបាលហើយគាត់តែជាហើយធូរទៅសុខទៅតែធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងដឹកនាំសត្វលោកឲ្យទៅរកសេចក្តីសុខពិតដែលមិនចេះឈឺតោះណាញោមដឹកនាំសត្វលោកឲ្យលះបង់នៅអំពើទុច្ចរិតហើយសាងនៅអំពើដែលជាសុចរិតក្នុងជីវិតដឹកនាំសត្វលោកដែលចេញអំពីមោហៈវិជ្ជាឲ្យសត្វលោកឆ្ពោះទៅរកកាន់នៅវិជ្ជាគឺបញ្ញាឃើញការពិតនៃជីវិតបងប្រុសឃើញមែនទេឃើញប៉ុណ្ណាយើងមិនដឹងទេប៉ុន្តែគ្រាន់មានអារម្មណ៍ថាជ្រះថ្លាដោយធម៌ហ្នឹងគឺបានឃើញនៃពធហ្នឹងមានតម្លៃសម្រាប់ជីវិតនៅបងស្រីនៅពងតែមានសទ្ធាលំចិត្តទៅហើយតិចទៀតជ្រះថ្លាធម៌រៀនដែរទៅព្រោះហ្នឹងគឺសំខាន់ប៉ុណ្ណឹងបើអញ្ចឹងអត់មានអីពិសេសជាងការដែលយកនៅព្រះធម្មរតនៈហ្នឹងយកមកប្រតិបត្តិក្នុងជីវិតនោះទេព្រោះគឺសំខាន់មែនទែនអញ្ចឹងអាត្មាមិនមានអីច្រើនទេគ្រាន់តែប្រពសេចក្តីនៃធម៌ថាជីវិតដែលយើងបានទម្លាក់ចុះនៅអំពើណាមួយដែលយើងគិតថាមិនសមគួរសម្រាប់ជីវិតហើយសាងនៅអំពើណាដែលជាប្រយោជន៍សម្រាប់ជីវិតគឺជាការរស់នៅដ៏ប្រសើរហើយសម្រាប់ជីវិតមួយនេះដោយព្រះអង្គសម្ដែងអំពីប្រពគាថាព្រះអង្គុលីមាមកអញ្ចឹងថាពេលដែលយើងប្រមាទពីមុនគេថាប្រមាទហ្នឹងធ្វេសប្រហែសតួប្រមាទហ្នឹងគឺជាតួនៃអកុសលហ្នឹងឯងអញ្ចឹងណាតួគេថាប្រមាទៈហ្នឹងគឺជាតួនៃអកុសលនឹងឯងដែលអបមាទៈគឺជាឈ្មោះនៃកុសលដែលយើងត្រូវចម្រើនអញ្ចឹងមានន័យថាពេលដែលយើងចម្រើនកុសលនឹងកើតក្នុងចិត្តយើងហ្នឹងដូចប្រច័នដែលផុតពពកចឹងស្រឡះថេងញាតិញោមដែលឃើញប្រច័នផុតពពកហ៎ដែលឃើញអត់ពេលដែលប្រច័នហោះទៅចូលពពកងឹតពឹបបាំងហ៎
bang quần lư ấy bang pe đại phải chăn năng hô bộ tích miên quần lư đã mày chạy chăn máu lư sẽ bà đôi dương đạp thoi chẳng pe dương đạp thoi vô chỉ đặt lá lư được phải chăn năng lư đại phải nhà mình men lư đại mình men ngon nhất đôi mùa hạ tê hạ nó mô tên này châu rùmมันนั่งให้มือเจ็ดซัวเรียงโตซะหาได้บานยังจะแต่ขังจิตโยมเอาขังไหมไหนเอ๋เบอขังเอาขังอนาคีแต่เบอมันตอนขังเต้ก็ทำในขังเต้อันนั้นในปฐมชนโดยฉะนั้นทอปอ้องได้ยังศักษาในขนมทอนี้มันแมนศักษาดำใบอ่อยออกขังเต้ก็ยังศักษาดำใบอ่อยสกอขังที่ไอต่อได้ยังนะแม่เราออกขังเต้นะปีโปรยยังมันออกเต้จังบ้านไหลทอไหลนั่งประสมาสัมพุทธปองสมได้ปีตีมวยมาเลิกของปีโตในอากาศโตสักนั่งการธรรมดาจีบยังการเมาอากาศจีโตสักนั่งยังเมียนการสินซ้อมปูยังเมาอยู่ไว้สัตว์เมียนธรรมะของเมียนเลยปีโปรเหนือเป็นนะแต่ជួបនៅអារម្មណ៍ទាំងឡាយណាមួយដែលជាបដិខៈជាអនិច្ចារម្មណ៍វាជាបច្ច័យឲ្យទោសៈនឹងកើតអនិច្ចារម្មណ៍អារម្មណ៍មិនជាទីពេញចិត្តឧទាហរណ៍បងបរៀនកូនទៅទាស់មួយកូនហ្នឹងមិនពេញចិត្តតាមអធិស្ឋានខ្លួនឯងខឹងតោះណាបើសន្សំពីមុនមកហើយទី2ដោយសារយើងមិនបានធ្វើទុកក្នុងចិត្តរបស់យើងដោយល្អដោយបញ្ញារបស់យើងណាផ្លិចកន្លែងហ្នឹងចឹងហើយបានចេះតែកើតហើយធនហ្នឹងកើតមកមិនមែនអ្នកណាឲ្យយើងកើតណាយើងកើតខ្លួនឯងណាមែនទេញោមហើយវាកើតផុសចេញមកចេះខឹងទៅប៉ុន្តែឧបាយនៃការឲ្យធនហ្នឹងទៅទៅវិញមានតែការចម្រើននៅមេត្តាចិត្តនឹងឯងមេត្តាដូចសតិមានសតិនៅក្នុងមេត្តាចិត្តហ្នឹងស្រឡាញ់កូនអញ្ចឹងទៅអញ្ចឹងឲ្យកូនចេះចម្រើនចិត្តមេត្តាក្នុងចិត្តយើងហ្នឹងហើយពេលចម្រើនហ្នឹងតើតែយើងហ្នឹងវាមានផ្នែកកុសលហ្នឹងជំនួយខាងក្នុងហ្នឹងឲ្យកើតអញ្ចឹងបងហើយលះអំបានទេអាហ្នឹងអារម្មណ៍វាចេះតែប៉ះអញ្ចឹងបាទតិចតួចអញ្ចឹងទៅហើយអញ្ចឹងបានដោយលោកគ្រូធ្លាប់មានប្រសាសន៍ថាយើងកុំទៀមទាភាពត្រជាក់ពីភ្លើងយល់ទេហើយកុំទៀមទាភាពក្តៅពីតកកអញ្ចឹងគួរនឹងគ្រូធ្លាប់មានប្រសាសន៍កុំទៀមទាភាពក្តៅពីភ្លើងហើយកុំទៀមទាភាពត្រជាក់ពីភាពក្តៅពីតកកព្រោះតកកកណ្ដាលយើងទៀមទាប៉ុណ្ណាក៏វាអត់ក្តៅដែរហើយបើភ្លើងកុំទៀមទាឲ្យភ្លើងត្រជាក់តោះតែយើងយកទឹកទៅប្រលត់គឺទឹកមេត្តានឹងឯងប៉ុណ្ណឹងសូមអនុមោទនាបើចូលរួមប៉ុណ្ណឹងបើសូមជូនលោកគ្រូបងគ្រូបរមបញ្ញាដែលមានអីចូលរួមបន្ថែមគណៈជាបឋមសូមអាការពីសំណាក់លោកគ្រូសូមនមស្ការនៅបរតនត្រ័យទាំង3ដោយសេចក្តីជ្រះថ្លាសូមនមស្ការព្រះគ្រូចតិកាលទ្ធធម្មោជាកំសាន្តជាព្រះគ្រូចតិកាវត្តមនីរតនារាមនិងសូមនមស្ការព្រះថេរានុថេរៈគ្រប់ព្រះអង្គតាមរយៈកាលឡាយនិងចម្រើនពរលោកគ្រូវចរៈបញ្ញាសន្តិជានិងចម្រើនពរបងចាស់ផ្ទះនិងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានៅស្ដាប់មកមិញគឺអស្ចារ្យត្រង់ថាប្តីអាចលះសូរ៉ាបានហើយជាអ្នកស្រុកហ្នឹងគឺមិនងាយលះទេហើយដែលអាចលះបានហ្នឹងគឺឃើញទោសនៃសូរ៉ាមិនអញ្ចឹងបងណាហ្នឹងហើយគឺធម្មតាកាលណាដែលយើងឃើញទោសទៅលើអ្វីមួយដែលយើងកំពុងប្រព្រឹត្តច្បាស់ណាស់ថាទោះបីជាយើងមិនទាន់បានលះដាច់ឬមួយក៏មិនទាន់ធ្វើបានក៏វាជាបច្ច័យដែរអញ្ចឹងណាពីព្រោះយើងដឹងច្បាស់ថារបស់ដែលយើងប្រព្រឹត្តហ្នឹងវាមិនល្អក៏ប៉ុន្តែយើងរកច្រកចេញវាមិនទាន់ឃើញតែប៉ុណ្ណឹងមែនអត់ហ្នឹងហើយតែកាលណាដែលយើងកំពុងតែព្យាយាមរកច្រកចេញច្បាស់ណាស់ថានៅពេលណាមួយឬមួយក៏នៅថ្ងៃណាមួយយើងប្រកាសជារកច្រកចេញបានដោយសារអីដោយសារយើងចង់ចេញក៏ប៉ុន្តែវាមិនទាន់រកច្រកចេញតែប៉ុណ្ណឹងមែនទេហ្នឹងហើយអាហ្នឹងឯងគឺជាហេតុដំបូងដើម្បីឲ្យយើងចេញរួចពី
ភាពមិនល្អឬមួយជាសេចក្តីទុកហ្នឹងក៏ដូចគ្នាដែរអញ្ចឹងបានព្រះសម្មាសម្ពុទ្ធមិនមែនព្រះអង្គដំបូងឡើយព្រះអង្គទៅត្រាស់ដឹងភ្លាមទេគឺព្រះអង្គចេញទៅរកនៃការត្រាស់ដឹងហ្នឹងមកគឺព្រះអង្គឃើញទេវទូតទាំង4ហ្នឹងព្រះអង្គដឹងថាអូជីវិតហ្នឹងគឺជាទុកតាឃើញទេជីវិតហ្នឹងជាទុករហូតដែលมันអាចខៀងព្រះអង្គជាប់រហូតដល់ស្ដេចមីឯងក៏มันអាចខៀងព្រះអង្គជាប់ដែរពីព្រោះព្រះអង្គហ្នឹងមានបំណងដើម្បីចេញរកនៃការត្រាស់ដឹងគឺចេញពីសេចក្តីទុកនឹងឯងឃើញទេអញ្ចឹងទាំងទោសនៃសរាក្តីទោសនៃលបែងក្តីទោសនៃប្រព្រឹត្តនៅកាមគុណក្តីកាលណាដែលយើងឃើញទោសរបស់វាច្បាស់ណាស់ថាយើងនឹងរកច្រកចេញទោះបីជាមិនទាន់ចេញក៏ដោយវានឹងคล้ายជាឧបនិស្ស័យមែនទេវានឹងคล้ายជាឧបនិស្ស័យវាបានជាកម្លាំងឃើញទេដូចបងចង់លះដំបងស្ដាប់ដែរស្ដាប់ដូចជាវាអត់ទាន់ខ្លាំងរៀនដែររៀនដូចជាមិនទាន់លះបានរហូតដល់បងអាចរៀនត្រឹមតែដល់ចំណុចអហេតុកៈដែលជាអហេតុកៈកុសលវិបាកឬមួយក៏អហេតុកៈអកុសលវិបាកដែលជាបច្ច័យធ្វើឲ្យចក្ខុវិញ្ញាណកើតឡើងក្តីហ្នឹងឃើញភាពអស្ចារ្យនៃព្រះសម្មាសម្ពុទ្ធមែនទេអញ្ចឹងពេលហ្នឹងគឺមានសទ្ធាលើព្រះសម្មាសម្ពុទ្ធរហូតដល់ឃើញដែលខ្លួនឯងឃើញថាពីមុនឃើញផឹកសូរាហ្នឹងជាទោសដែលអាចមានកម្លាំងវាចាកនៅសូរាបានដោយសារអីដោយសារជ្រះថ្លានឹងគុណព្រះសម្មាសម្ពុទ្ធដែលតាមរយៈពធឃើញទេឃើញអាបច្ច័យតាំងពីដំបូងដែលបងឯងចង់ចេញរហូតដល់រកឃើញច្រកចេញបាច់មានណាបខំទេមែនអត់ស្រួលគឺស្រួលត្រង់ថាពេលដែលវាបច្ច័យគ្រប់មកដូចអត់ពិបាកប្រឹងលះដូចគ្មានណាបខំម្ដាយក៏មិនបខំប្រពន្ធដូចអត់បខំទៅខ្លួនឯងហើយអត់មានចេញពីការផឹកហើយត្រឡប់ទៅវិញទៀតឃើញទេសូម្បីតែប្រពន្ធផឹកក៏ផឹកដែរផឹកសិនណាចាំពេលយកដូចគ្នាចាំឈប់ផឹកក៏បានដែរក៏ប៉ុន្តែចូលដល់សំណួរថានៅតែខឹងក៏ប៉ុន្តែឃើញទោសនៃការខឹងហ៎បងឃើញទោសនៃការខឹងអានឹងឯងគឺជាហេតុមួយដែរគឺជាបច្ច័យមួយដែរសម្រាប់ឲ្យយើងនឹងមានកម្លាំងដើម្បីរកច្រកចេញព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងដែរថាទោសៈមានធម៌6យ៉ាងដើម្បីលះនៃទោសៈហ្នឹងអញ្ចឹងណាក៏ប៉ុន្តែពេលខ្លះគ្រាន់តែយើងអត់ដឹងវិធីដើម្បីលះនៅទោសៈអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាទី1ហ្នឹងរៀនពិចារណាមេត្តានិមិត្តគឺរៀនពិចារណាដោយមាននិមិត្តនៃមេត្តាចិត្តហ្នឹងដែលមានសត្វមកជាអារម្មណ៍ជាដើមឧទាហរណ៍ដូចគោហ្នឹងដូចជាញាតិរបស់យើងពីជាតិណាឬមួយក៏ជាឪពុកម្ដាយយើងនៃជាតិណាមួយយើងដោយមានមេត្តានៅក្នុងចិត្តអញ្ចឹងណាមានមេត្តានៅក្នុងចិត្តហើយឲ្យចម្រើននៅមេត្តាហ្នឹងឲ្យរឿយទី2ណាទី3ហ្នឹងគឺពិចារណាថាសត្វទាំងឡាយហ្នឹងមានកម្មជារបស់ខ្លួនអញ្ចឹងណាធម្មតាមនុស្សខ្លះយើងអត់អាចទៅដឹកនាំបានដោយចិត្តយើងទាំងស្រុងទេដោយសារអីដោយសារសត្វទាំងឡាយហ្នឹងគេមានកម្មជារបស់គេដែរមែនទេទោះបីយើងប្រឹងមិនដូចព្រះសម្មាសម្ពុទ្ធប្រឹងជួយបបីដាក្មេកយ៉ាងម៉េចក៏ជួយអត់បានដែរពីព្រោះសត្វទាំងឡាយហ្នឹងវាមានកម្មជារបស់ខ្លួនអញ្ចឹងយើងត្រូវដឹងដែរបើសិនជាយើងប្រឹងដល់ពេលវាអត់បានដូចចិត្តយ៉ាងម៉េចវាកើតទុកអញ្ចឹងការប្រឹងវាអត់ជាបញ្ហាវាអត់ជាការខុសអីទេក៏ប៉ុន្តែរឿងដែលយើងមិនយល់នោះទេដែលញ៉ាំងឲ្យចិត្តយើងកើតទោសៈនោះទេដែលយើងមិនយល់នោះមែនទេការប្រឹងការជួយអ្នកដទៃវាមិនមែនជារឿងអាក្រក់ទេគឺជារឿងល្អទី4ព្រះសម្មាសម្ពុទ្ធឲ្យប្រើការពិចារណាឲ្យច្រើននៅក្នុងទោសៈក្តីហ្នឹងឲ្យរៀនចម្រើននៅមេត្តាហ្នឹងឲ្យរឿយទី5ឲ្យមានកល្យាណមិត្តមានមិត្តជាទីសប្បាយអញ្ចឹងកាលណាដែលមានមិត្តជាទីសប្បាយហ្នឹងធ្វើឲ្យយើងបានទទួលពាក្យល្អសមរម្យពីកល្យាណមិត្តហ្នឹងទី6ឲ្យមានកថាជាទីសប្បាយណាគឺពាក្យពោលហ្នឹងជាទីសប្បាយអញ្ចឹងការពិចារណាចេញអំពីទោសៈហ្នឹងព្រះអង្គមានហេតុ6យ៉ាងហ្នឹងនៃការលះទោសៈក៏ប៉ុន្តែយើងនិយាយដោយភាពបច្ចុប្បន្នស្មើចូលរួមបន្តិចដោយសារ
មានបទពិសោធន៍ក្នុងការមើលកូននេននៅក្នុងវត្តច្បាស់ណាស់ថាការអប់រំរបស់យើងមិនមែនម្ដងហើយធ្វើឲ្យលោកទទួលយកបានទេហើយលោកមានចំនួនច្រើនអង្គការខុសការទាស់នឹងក៏ច្រើនដែរក៏ប៉ុន្តែការខុសនឹងឯងដែលយើងត្រូវរកវិធីថាក៏បីធ្វើយ៉ាងម៉េចអញ្ចឹងហើយត្រូវមានកតិកានៅក្នុងវត្តថាពេលណាសម្រាប់ពេលណារៀនពេលណាស្រង់ទឹកពេលណាត្រូវរៀបចំអីវ៉ាន់អានឹងឯងជាកតិកានឹងដើម្បីឲ្យក្មេងនឹងបានដឹងថាយើងមានច្បាប់ទម្លាប់អញ្ចឹងយើងពេលខ្លះគ្នាអត់ដឹងថាគ្នាធ្វើអីហ៎មែនទេអត់ដឹងធ្វើអីដល់ពេលអញ្ចឹងចេះតែធ្វើទៅអញ្ចឹងកាលណាដែលអត់របៀបអត់ទម្លាប់អត់ច្បាប់ធ្វើឲ្យវាមានសេរីអញ្ចឹងហើយកាលណាដែលយើងដឹកនាំដែលអត់មានរបៀបរបបឲ្យមានច្បាប់ទម្លាប់ឲ្យមានកតិកាធ្វើឲ្យវារញ៉េរញ៉ៃមែនទេហើយចិត្តយើងនឹងទៅមិនបានខឹងទៀតឃើញទេពីព្រោះការអប់រំមនុស្សនេះណាមិនមែនម្ដងឲ្យស្រេចទេគឺរឿយនិយាយហើយនិយាយទៀតអត់ល្អកន្លែងហ្នឹងនិយាយហើយមើលទៀតនិយាយហើយមើលទៀតហើយថាទៀតបងស្ដាប់ថ្ងៃមុនដែលឪពុកម្ដាយដែលមានអូទីសឹមណាពួកគាត់ព្យាយាមសង្ឃគាត់ថាមិនក្រោម100ដងក្នុងការនិយាយពាក្យដដែលតែគាត់នៅតែព្យាយាមពាក្យល្អទៀតឃើញទេគាត់មិនបោះបង់ចោលតែគាត់ព្យាយាមហើយព្យាយាមទៀតអានឹងឯងគេថាមានគោលការណ៍មិនបោះបង់ក្មេងមិនល្អថ្ងៃហ្នឹងប្រកាសណាស់ថាវាមិនល្អរហូតទេវាគង់តែមានការប្រែប្រួលទៅអញ្ចឹងតែកុំឲ្យតែយើងបោះបង់និយាយហើយប្រាប់ទៀតប្រាប់ហើយប្រាប់ទៀតណែនាំមានច្បាប់មានទម្លាប់ដូចលោកគ្រូសានវិជាអញ្ចឹងគាត់អាសាលើកពីឪពុកគាត់មកនិយាយដូចស្អីឪពុកម្ដាយគាត់មានរបៀបរបបក្នុងការណែនាំកូននឹងធ្វើឲ្យកូននឹងមានរបៀបដែរតែមិនមែនម្ដងណាព្យាយាមហើយព្យាយាមទៀតព្យាយាមហើយព្យាយាមទៀតអានឹងបានវាបានផលមែនទេនឹងអញ្ចឹងអាត្មាចូលរួមប៉ុណ្ណឹងលើខ្វះខាតយ៉ាងណាសូមប្រកេនទៅលោកគ្រូដើម្បីពេញបន្ថែមបាទសាធុគុណចាស់ចឹងហើយដោយសារការវេលាក៏សំគួរនឹងដល់ពេលវេលានឹងប្រគេនចង្ហាន់ដល់ព្រះសង្ឃចឹងក៏សូមបញ្ចប់វគ្គខ្លីត្រឹមប៉ុណ្ណេះនឹងចាំជួបគ្នាម៉ោង1ចឹងយើងសូមកម្មាទោសព្រះរតនត្រ័យបន្តិចទៅបាទទោសឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកបាត់សេចក្តីសោកទៅអង